Sớm chun rừng chum nố nề đầy phệ tỷ đọc កំពោដងចិត្តជីវិតស្នេហ៍អើយកេងមកកេងមកកេងកាយខ្នល់ខ្នើយកាយផ្លូវពុំងាយល់ធ្ងោទឹកជ្រោះហូរខ្ទោគ្នាតបបាំងគ្នា បងស្រីខ្ញុំយល់ហើយបងសំនឹងបងទេវៀនណាបងជឿចោះទឹកចិត្តបងត្រូវតែបានតបមកវិញដោយចិត្តបរិសុទ្ធបងទេវៀគាត់ពុំមែនគ្មានបេះដូងឯណាតែគាត់ចូលចិត្តតន្ទិញពេលណារៀនចប់ទៅគិតពីអនាគតបងគួរតែស្មានយល់ចិត្តគាត់ខ្លះៗពិតមែនតែគាត់ពុំដែលនិយាយអ្វីពីចិត្តក៏បងយល់ស្រាប់អ្នកចម្រៀងមានប្រជាប្រិយដោយគាត់ បែរជាពងរវល់នឹងនារីណាសោះស្គាល់តែបងម្នាក់គាត់មែនណាកល្យានមានទឹកមុខស្រស់ស្រាយចាប់ដៃលីណារុនញាប់ស្អេកចុះអូនវិញយល់យ៉ាងណាដែរបងអាចរស់នៅជួបជុំជាមួយអូនបានទេលីណាញញឹមស្រស់ខ្ញុំពេញចិត្តអ្នកបងណាអ្នកបងផ្ដល់នូវកម្លាំងចិត្តច្រើនណាស់ដល់បងទិវាគាត់ជាបរិសុទ្ធថ្លៃថ្នូរមិនធ្វើអ្វីដែលមិនទំនងទេបងចាំចុះដល់ពេលគាត់មានការងារធ្វើ បងប្រកាសជាបានទទួលចម្លើយស្មោះត្រង់ពីគាត់កល្យានរីករាយណាស់នាងនៅលេងជាមួយលីណារហូតដល់ល្ងាចពុំឃើញទីវាមកទៀតក៏លាលីណាទៅវិញម៉ោង 9 យប់ទៅអ្នកកំឡោះមកដល់លីណាមុខសពូនរត់មកទទួលគេអ្នកកំឡោះខំរៀបទឹកមុខឲ្យល្អព្រោះអ្នកពុំចង់ឃើញនាងព្រួយដោយសារកាយវិការអស់សង្ឃឹមរបស់គេទេណាអូនញ៉ាំបាយហើយឬនៅចាអូនចាំបង យីមិនក៏មិនញ៉ាំមិនបងទៅអូនញ៉ាំមិនចូលទេព្រោះតើណាអត់បានប្រាប់ឈ្គូតបងរវល់ជាប់រៀនក្រៅម៉ោងជាមួយមិត្តភ័ក្តិទេតារៀបបាយទៅអូនចេះធ្វើអញ្ចឹងទៅកើតគេឆ្លីក្បាលនាងថ្នមថ្នមជាសញ្ញាយោគយល់មាននឹកញញឹមយ៉ាងទន់ភ្លន់មករកស្រីល្អដើម្បីកម្លាយចិត្តរបស់អ្នកកុំឲ្យសោកសៅពេកមាននវីឈ្ងក់មុខលែងហ៊ានកម្រាស់ខ្លួនជីវិតអីក៏សម្បូរដោយក្តីកង្វល់ម្លេះ អស់ពីរឿងមួយដល់រឿងមួយទោះជាបងទិវាជាបរោះគួរឲ្យស្រឡាញ់យ៉ាងណាក៏ដោយក៏រូបអ្នកនឹងគេពុំអាចសាងខ្សែជីវិតរូបគ្នាបានដែរទិវាព្យាយាមបំភ្លេចរឿងបេះដូងខិតខំឈោងចាប់ការសិក្សាឲ្យបានខ្ជាប់ខ្ជួនព្រោះអ្នកលងលោមចិត្តឯងថាទោះបីយ៉ាងណានឹងនៅក្បែរគេ 7 ឆ្នាំទៀតនេះជាក្តីសង្ឃឹមដ៏ស្ដួយស្ដាងរបស់ទិវា ថ្ងៃនេះជាប់ឈ្មោះប្រឡងចម្រៀងជ្រើសរើសប្រចាំវិទ្យុជាតិអ្នកកំឡោះយកបានអញ្ជើញមកឲ្យលីណានិងកល្យានម្នាក់មួយតែកល្យានចិត្តដល់ថ្ងៃប្រឡងក៏ខកខានលីណាពុំចង់ទៅសោះតែនឹកអាណិតដល់ទិវាក៏ព្រមតុបតែងខ្លួនឲ្យបានសមរម្យដើម្បីជាកិត្តិយសដល់ទិវាសាលមហោស្រពត្រូវបានតុបតែងយ៉ាងស្អាតវាំងននកម្មញីពណ៌រស័ព្ទតាមកម្លាំងខ្យល់ នៅលើឆាកសិល្បៈព្យ៉ាណូមួយខ្មៅរលើបរៀបចំកណ្ដាលឆាកទេសភាពព្រៃភ្នំជ្រុះក្រំថ្មរស្មីព្រះសុរិយាអរុណោទ័យរាត្រីជាកហបតីកម្ពូលដែលត្រូវបានទទួលការអញ្ជើញពិសេសទៅជួលកៅអីកិត្តិយសដើម្បីមកជូនរង្វាន់អ្នកចម្រៀងនៅជាប់លេខ 1 លីណាស្លៀកសម្ពត់ហូលអាវប៉ាក់ពណ៌សដែលទិវាទិញ ទម្លាក់សក់យ៉ាងសុភាពចូលដល់ក្នុងសាលមហោស្រពភ្លាមនាងត្រជាក់ដៃជើងអស់ជួលកៅអីណាក៏មានគេងាកមើលមុខនាងដែរខ្លះជញ្ជក់មាត់សរសើរត្រង់ត្រង់យីបវរកញ្ញាឯកភ្នំពេញបែបមានតែមួយនឹងទេពិតជាស្អាតរកកន្លែងទាស់គ្មានតែម្ដងលីណាមិនធ្លាប់តែងខ្លួនរបៀបអ្នកថ្លៃថ្នូរអ្វីនឹងគេខ្លាំងណាស់សម្ពុតសឹង ដល់ត្រូវអាវប៉ាក់ផ្កាធំធំខ្មាស់គេពេកអ្នកឈ្ងុកមុខគ្មានហ៊ានងើបទៅនាងពុំបានឃើញរាត្រីមាននវីចូលទៅអង្គុយជួរទី 4 រាត្រីលើគេខ្សឹបខ្សៀវគ្នាពេកទ្រាំមិនបានក៏ងាកមើលស្រាប់តែអរប្រូចអាលីណាអ្នករៀបតែស្ទុះងើបតែគិតថាកន្លែងកិត្តិយសទៅទ្រាំនៅស្ងៀមចាំចាប់កម្មវិធីសម្ជួបនាងតែគេអង្គុយមិនសុខសោះ ភ្
ផ្នែកបាញ់ឆ្ពោះទៅរកតែស្រីល្អដោយក្តីនឹករលឹកអូនណាស្លៀកពាក់ស្អាតបាតពុំមែនជីវភាពក្រលំបាកដូចមុនទេនាងអង្គុយនៅជួរកបីកិត្តិយសទៀតអូឬមួយក៏នាងមកដើម្បីទិវានេះជាការប្រឡងចម្រៀងផងកំឡោះសង្ហាចិត្តយ៉ាងខ្លាំងអង្គុយថ្មឹងដោយរូបចម្លាក់កំសួលនៃក្តីប្រច័ណ្ឌចំណែនពេញទ្រុងជំនួសចិត្តស្រឡាញ់អ្នកចម្រៀង3នាក់ក៏បានច្រៀងជាបន្តបន្ទាប់រួចហើយដែរតែរាត្រីពុំបានចាប់អារម្មណ៍និងស្ដាប់សោះទី4គេប្រកាសឈ្មោះដួងទិវាប្រចាំឱកាសរាជធានីឡើងមកស្រាយបាត់ផ្ទាល់គឺបាត់សម្រាប់ភ្នែកអូនរាត្រីងើបមុខយឺតសម្លឹងទៅអ្នកចម្រៀងឥតងាករីទិវាស្លៀកពាក់សោក្បោះស្រស់សង្ហាមុខមីក្រូគោរពទស្សនិកជនស្នេហាសិល្បៈដែលដឹកពាសុភាពភ្នែកគេសម្លឹងចំទៅរកនាងក្រមុំលីណាឯណោះសោះធីតានឹកអាណិតបងចិញ្ចឹមខំញញឹមស្រស់ទៅរកគេដែរធ្វើឲ្យទិវាស្រាខ្លួនដោយសម្លៃខ្សឹបក្នុងចិត្តអូនណាគ្មានអ្វីមានតម្លៃស្មើនឹងសម្រស់ញញឹមរបស់អូននឹងទឹកដមកែវភ្នែកដ៏ភ្លឺថ្លាសម្រស់ភ្នែកអូនជាចម្រៀងលួងចិត្តបងក្នុងពេលនេះបងត្រូវទៅយកលេខ1ឲ្យទាល់តែបានទិវារីករាយតែរាត្រីឯណោះអង្គុយលេងសុកបានទៅហើយទិវាបង្វែរខ្លួនទៅរកព្យ៉ាណូប្រគំពីរោះក្រលួចសូរសៀងក្រអៅបញ្ជាក់នៅប្រវត្តិប្រុសកំឡោះម្នាក់ក្នុងឋានៈយុវវ័យមានន័យជួយចាត់ក្នុងភាពលងលំចិត្តដាស់តឿនអារម្មណ៍និងស្មោះចំពោះស្នេហ៍របស់គេចង់បញ្ជាក់ថាមួយជីវិតនេះគេស្រឡាញ់តែភ្នែកនារីម្នាក់គត់នារីដែលស្អប់គេជាទីបំផុតទៅវិញគេអង្វរនាងឲ្យផ្ដល់នូវក្តីសង្ឃឹមនិងកម្លាំងចិត្តរស់នៅក្បែរគេដែលមិនទាមទារឡើយពីរឿងដួងចិត្តឬរូបកាយគឺសូមឲ្យនាងប្រណីប្រគល់ត្រឹមតែពន្លឺភ្នែកទឹកដំស្នេហ៍ឲ្យគេបានសម្លឹងជារៀងរហូតផងពន្លឺភ្នែកទិវារេជាប់លើភក្តិណាហាក់កំពុងបញ្ចូលអារម្មណ៍និងមនោសញ្ចេតនាឲ្យសុខក្នុងអត្ថន័យចម្រៀងដើម្បីឲ្យកាយវិការនិងសិល្បៈរស់រវើកសមនឹងសម្លេងដ៏ពីរោះគ្រាន់តែច្រៀងចប់សម្លេងទះដៃហូរកងរំពងមាននឹបញញឹមអោនកាយថយពីឆាកជូននេតិដល់អ្នកចម្រៀងស្រីម្នាក់ទៀតទីបញ្ចប់ក្នុងចំណោមអ្នកចម្រៀង5នាក់គឺទិវាជាប់លេខ1លីណាអនណាស់និងញញឹមជាប់ធ្វើឲ្យរាត្រីជូរចាប់ក្នុងចិត្តណាស់លីណាបងនឹកអូនណាស់តែបងក៏ខ្មាស់ខ្លួនឯងណាស់ដែរបើអូនយល់ថារាត្រីជាការយល់សពបងក៏ត្រូវតែបំភ្លេចអូនឲ្យជ្រះស្រឡះទុកឲ្យអូនឈោងចាប់អនាគតដែលអូនចង់បានទៅចោះពុំមែនបងមិនរវល់នឹងអូនទេគឺអូនមិនរវល់នឹងបងគេប្រកាសអញ្ជើញលោកហាបតីប្រសិទ្ធរាត្រីលើបំពាក់កំរងផ្កានិងជូនវត្ថុអនុស្សាវរីយ៍ដល់អ្នកជាប់លេខ1រាត្រីឡើងភ្លាមទីណាភ្ញាក់ដូចមេឃធ្លាក់សង្កត់ទ្រូងជ្រុលច្របល់ក្នុងចិត្តយ៉ាងខ្លាំងគេជាបរិសម្នាក់បានស្គាល់អ្វីក្នុងជីវិតស្រីទោះនាងពុំមានចិត្តស្រឡាញ់គេសោះក៏ដោយក៏អនុស្សាវរីយ៍មិនអាចបំភ្លេចបានដែរមាននវីស្ពឹកមុខអួលក្នុងទ្រូងដកនឹងហើមចង់ផុតមួយរំពេចគ្រាន់តែក៏លេចឃើញគេភ្លាមរាត្រីហុចរង្វាន់ព្រមទាំងពោលពាក្យជាច្រើនដល់បទចម្រៀងសម្រាប់ភ្នែកអូនមាននឹកចុះពីឆាកវិញសម្លឹងលីណាឯនាងក្រមុំអង្គុយភាំងដោយរូបចម្លាក់ដែររាត្រីញញឹមស្ងួតងាកមុខចេញភ្លាមស្រីល្អអូលណែនព្រោះល្វិញខាអស់ដូចជាមានអ្វីមកខ្ទាស់នាងពុំដឹងសោះថារាត្រីស្រឡាញ់នាងរហូតចង់ធ្វើអ្វីដើម្បីឈ្នះទិវាធីតានឹកតូចចិត្តមនុស្សតកូលខ្ពស់របៀបនេះគេបានក្រែមឆ្អែតរចិនណាយលីណាដែលចាញ់យ៉ាងលឿនទៅក្រៅមិនអាចទ្រាំមើលមុខគេទេនាំអាម៉ាស់ធីតាបោះចំហៀនទាំងលហិតលហៃចេញទៅមាត់ថ្នល់ពេលគេបញ្ចប់សិល្បៈរាត្រីកំពុងបើកទ្វារឡានក៏លេចឃើញនាងផ្អែកសសរដងគោមុខស្ងួតក្រៀមរបៀបសោកស្ដាយសក់ខ្មៅរំសាយបោករវិចមាននឹកដូចជាភ្លេចអស់កំហឹងបាត់ទ្វារឡានក្រឹបគិតថាទៅជួបនាងនិយាយមួយម៉ាត់លើកចុងក្រោយបង្អស់ទៅសំទោសនាងដែលអ្នកបានធ្វើឲ្យនាងខកខ្លួនប្រស្មានខុសនាងចង់ឲ្យអ្នកសងដោយវិធីណាបានទាំងអស់ស្រាប់
តែចំហៀនប្រោះសង្ហាត្រូវទុចងក់ប្រឃើញទិវាឈប់ម៉ូតូលីណាញញឹមទិវាហុចបាច់ផ្កានិងវត្ថុជ័យលេភីទាំងកញ្ចប់សំពេញសំពងឲ្យលីណានាងក៏ឡើងជិះម៉ូតូជាមួយទិវាថែមទៀតម្ដងនេះវាច្បាស់ដូចថ្ងៃអញ្ចឹងរាត្រីខាំមាត់ល្អណាស់បងខំសោកស្ដាយកំហុសឯអូនសប្បាយនឹងប្រុសផ្សេងបើគេស្រីមិនគិតខ្ញុំខំគិតពីខ្លួនគេធ្វើអីទៀតមេនុបបើឡានដូចហោះចេញទៅអង្គុយនៅតុទី2នៃរោងកសាលប៉ារីសរាត្រីចាក់ស្រាផឹកមួយកែវហើយមួយកែវទៀតកាត់ក្តីស្មុគស្មាញទីនេះហើយដែលអ្នកបានជួបនាងគ្រាដំបូងអនុស្សាវរីយ៍ទាំងឡាយលេចផ្លែតក្នុងអារម្មណ៍អ្នកបានធ្វើនាងយំច្រើនណាស់ដោយសារពាក្យសម្ដីរបស់ខ្លួនឥឡូវនាងត្រូវរកបរិះណាដែលចេះថ្នាក់ថ្នមនាងទីវាមានសម្ដីផ្អែមណាស់គួរតែនាងត្រូវជ្រើសរើសហេតុអីក៏អូនពុំគិតថាយើងទាំងពីរបានវិញជាប់ចំណងមួយជីវិតហេតុអីក៏អូនចាត់ទុកទីនេះជាទ្វីបអឺរ៉ុបលីណាអូនមានចរិតជានារីខ្មែរសុទ្ធអូនគួរតែយល់ថាអ្នកណាដែលបានខំគ្រងអូនរួចជាស្រេចនោះរាត្រីដល់សង្ហាដកនឹងហើមធំផឹកស្រាទាល់តែអស់ពីកែវលីណាឯណោះវិញដេកយំទៀតហើយបើកុំឃើញមុខរាត្រីល្អជាជាងគេធ្វើតោះតាយពាក្យសម្ដីមួយម៉ាត់ក៏គ្មានអោព្រះនារីដ៏ចម្លែកអើយខ្ញុំទុកចិត្តអ្នកខុសហើយបងជាមនុស្សអាក្រក់រត់ទីបំផុតគ្មានទីវាឈរថ្មឹងក្បែរក្រែយូរណាស់តម្រាំដាច់ចិត្តអង្គុយថ្នមក្បែរនាងឯលីណាស្ទុះងើបដោយផិតភ័យព្រោះនាងកំពុងតែសម័យដល់ពេលរាត្រីបង្ខំចិត្តនាងទីវាចាប់ដៃស្រីជាប់អូនណាមានរឿងអីហេតុអ្វីអូនយំណាបងដូចជាមិនបានធ្វើអ្វីខុសចំពោះអូនទេមិនក៏អូនមិនសប្បាយចិត្តមានអវីបញ្ញាប់ជូតទឹកភ្នែកទីវាព្យាយាមធ្វើល្អនឹងនាងក៏ពុំត្រូវធ្វើកង្វល់ដល់គេដែរគ្មានរឿងអីទេបងទៅសម្រាប់ចុះអូនខ្វល់ចិត្តច្រើនណាស់ពីរឿងអនាគតស្ដាប់បងណាអូនចាំទុកចុះ7ឆ្នាំទៀតបើគេបំភ្លេចចោលបងនៅរឿងចាំអូនជានិច្ចកំណឹកគេកុំគិតពីគេពេកដល់អូនឈឺវេពិបាកបងឯនេះទេបងកុំនិយាយអញ្ចឹងបងមិនត្រូវធ្វើឲ្យកល្យានខកចិត្តទេនាងស្រឡាញ់បងណាស់តែវាក្តោបក្បាលបើនាងពិតជាស្រឡាញ់បងស្មោះនាងរងចាំ7ឆ្នាំដែរទៅវារួចគ្នាហើយបើនាងខ្លាចចាស់ពេកនាងរៀបការដោយសេរីអូនប៉ាន់នាំពាក្យសម្ដីអូនទៅប្រាប់នាងអញ្ចឹងចុះតែបើចំពោះរូបបងវិញមិនអាចនិយាយប្រាប់នាងផ្ទាល់បានទេព្រោះពាក្យស្នេហាពិតបងនិយាយបានតែម្ដងគត់ក្នុងជីវិតក្រោយពីនេះវាគ្រាន់តែជាសំណល់នៃជីវិតរស់នៅកំដររូបតែប៉ុណ្ណោះទេជួនកាលបរិសម្នាក់រៀបការនឹងនារីម្នាក់ដោយស្ថានភាពតម្រូវតែបេះដូងគេពុំទទួលផលទេវាជារឿងរ៉ាវទុកសោកក្នុងលោកីវង្វេងចិត្តណាអូនសម្លាញ់បងយល់ចិត្តអូនទាំងអស់ទី1អូនទៅសម្គាល់លក្ខណៈទី2អូនជាប់ពាក្យសម្ដីបងនៅតែនិយាយថាបងស្រឡាញ់កល្យានដោយប្អូនកុំបង្ខំចិត្តបងឆ្លើយធ្វើអ្វីណាអូនទីវាលើកដៃជ្រុងសក់នាងក្រមុំញញឹមស្ងួនរុញទ្វារបិទឲ្យនាងវិញលីណាទាញភួយក្របខ្លួនមកជូរយប់នេះនាងដេកមិនលក់ទៅភ្លឺព្រឹកឡើងទិវារៀបចំខ្លួនទៅរៀននាងក្រមុំបិទទ្វារទៅផ្សារទិញម្ហូបទិញរួចឈរចាំស៊ីក្លូដូចជាស្ងាត់ពេកនាងចេះតែដើរតិចតាមដងផ្លូវផុតឆ្ងាយពីផ្សារបន្តិចស្រាប់តែឡានខ្មៅមួយបើកគីនាងជាប់ទ្វាររបើកបរិះ2នាក់ឆក់នាងចូលក្នុងឡានយ៉ាងរហ័សគឺសេដ្ឋានិងមិត្តវាម្នាក់ទៀតលីណាស្រែកយ៉ៃតែត្រូវវាខ្ទប់មាត់ជាប់គ្នាវាបើកឡានយ៉ាងលឿនតម្រង់ទៅគៀនស្វាយនាងក្រមុំជាស្រីធ្វើមិនដាច់រឿរួចនាងភ័យណាស់ស្រីក៏មិនរួចបានត្រឹមតែខ្សឹកខ្សួលឡានបើកចូលចំការមានឆាប់មុខផ្ទះឈើតូចមួយស្ងាត់ជ្រងំលីណាខំបំរាស់គក់ក្តាច់សេដ្ឋាវិស័យកាយបីនាងចុះពីឡានកុំខំកញ្ជ្រួលពេកអូនគ្មានប្រយោជន៍អីទេកូនជៀមធ្លាក់ក្នុងដៃខ្លាបងតាមស្រឡាញ់អូនយូរណាស់ហើយណាដឹងទេគ្នាវា2នាក់ទៀតបើកទ្វារឲ្យសេដ្ឋា3នាងយកទៅទម្លាក់លើពូកមិត្តវាកេះគ្នាសើចទី
ទាញទ្វារបិទឲ្យលីណាស្ទុះវឹងផុតក្រែអ្នកប្រុសកុំធ្វើបាបខ្ញុំស្រីក្រខ្សត់ម្នាក់គ្មានអ្វីគួរឲ្យចង់បានទេមាសពេជ្រលុយកាក់ក៏គ្មានសិថាហូរចិត្តសាច់ក៏ក្អឹកអូនដឹងទេបងត្រូវការអ្វីទេកុំតែរត្រីប្រមានកុំអីបងបានផ្អែមមកយូរណាស់ហើយបងដឹងថាអូនមានខ្សែកមួយខ្សែបងចង់បានរបស់នោះហើយបងបដូរជាមាសឲ្យអូនវិញព្រមទាំងបកុលរូបជាប្តីអូនទៀតផងស្រីល្អភ្ញាក់ព្រឺតតែញ៉ាំស្លាប់ដែរហេតុអីក៏គេចង់បានខ្សែកមរតកគួរឲ្យសង្ស័យមែនញ៉ាំពាក់វាតែពេលមានការសំខាន់ទៅផ្សារទិញមកហូបញ៉ាំមិនដែលពាក់ទេស្រីរៀបរឹកបែបទំនងអ្នកប្រុសចង់បានខ្សែកតូចអញ្ចឹងមានអីសំខាន់ខ្ញុំក្រពេកលក់យកលុយចិញ្ចឹមខ្លួនបាត់ទៅហើយដោះលក់អូនលក់ឲ្យអ្នកណាខ្ញុំអត់ចាំទេលក់នៅផ្សារគេថាពេជ្រល្អិតអញ្ចឹងឲ្យតម្លៃថោកទេតែខ្ញុំទាល់ក៏លក់ទៅចុះអូនបានពីណាមកខ្សែកនោះម៉ែទិញពីគេដែរតាំងពីខ្ញុំនៅតូចម្ល៉េះអញ្ចឹងពុំមែនរបស់អូនផ្ទាល់ទេឬចាសេដ្ឋាធូរទ្រង់ខ្សែបើញ៉ាំមិនមែនជាប្រសិទ្ធវលៈគេពុំសូវទៅផ្ទាល់ក្នុងរឿងទំនាស់គ្រួសាររបស់គេសេដ្ឋាញញឹមស្រស់បើគ្មានខ្សែកនោះទេក៏ហេតុតែចុះបងចង់បានស្នេហាពីអូនជាងអ្វីៗទាំងអស់លីណាសេដ្ឋាស្វាអបញ៉ាំភ្លាមព្រោះនឹកយូរណាស់ហើយបានដល់ដៃពុំអាចស្ដាប់ពាក្យអង្វរជាធំទេលីណាប្រហោងពោះរូបកាយនេះពុំមែនសម្រាប់បរិះណាក៏បានទេនាងកញ្ឆក់បាន10ក្បែរក្រែបោកសម្ដៅមុខសេដ្ឋាវេរវល់តែកិច្ចចេញនិងស្ទុះចេញពីក្រែរត់ជំវិញក្រែសេដ្ឋាខ្នាញ់ណាស់ហក់សង្គ្រប់យកមែនតែនឈប់រវល់អូនបងទៀតស្រាប់តែលឺសូរទ្វារប្រាវបើអស់ទំហឹងគ្នាវាពីរនាក់កំពុងដួលបាសជើងជ្រងសេដ្ឋាប្អូនកំពុងធ្វើអីហ្នឹងលីណាជាមនុស្សធ្លាប់រស់នៅក្នុងផ្ទះយើងដែរពុំត្រូវធ្វើដូច្នេះទេបើរាប់ជាបងជាប្អូនជាមួយមិនត្រូវធ្វើរបៀបនេះទេពូជពងយើងមានតម្លៃណាស់សេដ្ឋាធ្លាក់ទឹកមុខខឹងនឹងរាត្រីណាស់ដែលតាមរំខានគេគ្រប់ពេលវេលាតែនឹកថាចាំពេលរៀបការជាមួយសិទ្ធិរួចបើកលុយនៅស្វីសហើយចាំសម្រាប់វាក៏បានដែរគេធ្វើជាកោតខ្លាយរាត្រីបងរាត្រីការពិតយើងស្រឡាញ់គ្នាមិនបាច់កុហកបងទេឆាប់ថយចេញឆ្ងាយពីមុខបងទៅបងតាមតាំងពីផ្សារមកម្លេះសេដ្ឋាលេងហ៊ានតវ៉ានាំគ្នាបើកឡានថយចេញយ៉ាងឆ្ងាយស្រីស្រស់កំពុងអង្គុយយំនឹកតូចចិត្តខ្លួនឯងស្មាស្រីរញ្ជួយសក់ធ្លាក់គ្រប់មុខតាមសំឡេងយំខ្សឹកខ្សួលនេះធ្វើឲ្យរាត្រីកម្រើកចិត្តណាស់ព្រោះអ្នកសម័យដល់យប់មួយដែលនាងយំក្រំទ្រូងអ្នកសំឡេងយំនៃនារីក្រមុំសង្កដីអាណិតកំឡោះបោះចំហៀនមួយទៅក្បែរស្រីអបស្មានាងជាប់លីណាឈប់យំទៅថ្ងៃក្រោយប្រយ័ត្នប្រយែងខ្លួនបន្តិចស្រីស្រស់កញ្ញាញខ្លួនចេញពីដៃកំឡោះចាប់ផ្លឹកភ័ក្រដែលលំអដោយដំណក់ទឹកភ្នែកថ្លាឆ្វងនាងវេចាម្ដងនេះខ្ញុំមិនបាច់អរគុណអ្នកប្រុសទេនាងស្ទុះងើបរងរត់ចេញរាត្រីចិត្តបណ្ដាច់ស្រវាអបជាប់រត់យ៉ាងតឹងផ្អាប់ក្នុងទ្រូងគេមាននវីញ័រចំប្រប់រាត្រីផ្ដាច់បបោមាត់ប្រមេលលើថ្ពាល់នាងដូចស្ថិតក្នុងកាយយល់សពប្រាណវុធលវនអ្នកក្តោបយ៉ាងស្អិតរើលេងរួចលីណាបងស្ដាយចិត្តដែលស្រឡាញ់មានន័យដូចសបិនមួយរាត្រីមានន័យដូចឈ្មោះបងសែនរំដំក្នុងចិត្តចនិចលីណាបងនៅតែនិយាយថារាត្រីស្រឡាញ់អូនណាបងជួយអូនដើម្បីទិវាតើអូនដឹងទេថាបងទុច្ចចិត្តប៉ុណ្ណាទេទិវាចេះថ្នាក់ថ្នមអូនមែនទេចំណែកបងមានតែចាប់បង្ខំមានតែពាក្យគំរោះគំរើយក៏ព្រោះតែស្រឡាញ់អូនពេកដែរបរិះម្នាក់ដែលដឹងខ្លួនថាជាអ្នកចាញ់តែងតែនឹងខំប្រដររកពាក្យឈ្នះហើយទីបំផុតមានតែវបដិសារីបងដណ្ដឹងរូបកាយអូនបានពីទិវាតែបងពុំអាចដណ្ដឹងបេះដូងបរិសុទ្ធរបស់អូនពីទិវាបានទេបងសុំថាអូនម្ដងទៀតជាលើកចុងក្រោយណាស់ហើយអូនទៅចុះបងមិនបានជូនអូនទៅទេ
កំឡោះលាដៃទាំងស្ដាយធីតាភ័ណ្ឌភាំងក៏ដប់មុខយំហ៊ូម្ដងទៀតអ្នកប្រុសចូលចិត្តវាយតម្លៃខ្ញុំណាស់តាំងពីទៅនឹងស្គាល់រហូតមកដល់ពេលនេះទៀតតាមពិតបងទិវាជាបងសាលីរបស់ខ្ញុំដែលទៅនឹងស៊ើបរកឃើញគាត់ជាបងប្រុសរបស់ខ្ញុំអ្នកប្រុសចង់និយាយថាម៉េចខ្លះនិយាយអស់ទៅនិយាយច្បាស់បន្តិចសម្រាប់ផ្ការុយមួយទងនេះបានត្រាំតែជូនពរថ្ងៃរៀបការរបស់អ្នកប្រុសដោយដំណក់ទឹកភ្នែកស្មាលាតែប៉ុណ្ណោះទីវាជាបងប្រុសរបស់អូនដែលតាមរកនោះឬជឿឬមិនជឿស្រេចលើអ្នកប្រុសចុះខ្ញុំនិយាយព្រោះមិនចង់ឲ្យអ្នកប្រុសមើលស្រាចិត្តខ្ញុំពេកតែប៉ុណ្ណោះរាត្រីអនណាស់ចិត្តស្រឡាញ់ច្រាលពេញបេះដូងសូមអអិនព្រមធម្មជាតិអ្នកឡើយជួយចាំចិត្តម៉ៃស្នេហ៍ខ្ញុំផងណា